សូមសង្ឃឹមថាបាននៅជុំជាមួយហេនេះគឺជាព្រះអង្គម្ចាស់ទី1គឺឆ្នាំយិននៃរាជវង្សថេនភាពរុងរឿងគឺពិបាករកណាស់អាចកំបាំងខេឌីតាមពិតទៅខ្ញុំត្រូវតែប្រឹងប្រែងខ្ញុំអាចថតរូបកំណប់របស់គ្រួសារសូមជូនពរខ្ញុំដើម្បីរកបានតម្លៃដើម្បីចំណាយលើការវះកាត់របស់ខ្ញុំបានលើថាសែមួយរយៈមុនហើយបានទិញដីមាសតែមួយគត់ដែលនៅសល់សំបីតែគ្រួសារលោកក៏មិនអាចប្លន់អ្នកបានដែរខ្ញុំត្រូវតែដុតនំអ្នកវាគ្រប់គ្រាន់ហើយក្នុងការលេខឃ្លីខ្យល់បន្តិចរវាងម្រាមដៃកញ្ចែយើងមាន3ជីវិតខ្ញុំនឹងធ្វើវាជាមុនសិនតែបៃតងរបស់ Khijen តើគាត់កំពុងធ្វើអ្វីនៅទីនេះតើអ្នកអាចធ្វើវាបានទេនៅឆ្នាំនេះសំបីតែតារាធំក៏ទិញដែរហាហាហាព្រះអង្គម្ចាស់តើព្រះអង្គប្រទានមុខឲ្យខ្ញុំទេពួកគេតើនេះនៅតែជាតារាឆេជេឈិងដ៏ថ្លៃថ្នូរនិងអស្ចារ្យរបស់យើងមែនទេយ៉ានហ្វឺទាំង4មិនរាក់ទេហាហាសូមអញ្ជើញមកស្រឡាញ់ក្រូចប៉ុន្មានឆ្នាំទៀតប្រាក់ខែខ្ពស់របស់ប្អូនស្រីរបស់ខ្ញុំនឹងគ្មានដែនកំណត់ដាច់មុខអ្នកនិយាយខ្ញុំឈប់ឈប់តិចតើអ្នកមានការបញ្ជាទិញទេចូលហាហាអូយស្ថានភាពយ៉ាងម៉េចផ្ទះនៅលើសូមទោសលោកខ្ញុំមិនមានបំណងទេក្នុងករណីនោះតើខ្ញុំគួរប៉ះវាវិញទេគ្រើវ័យក្មេងទី4អ្នកមិនអាចធ្វើអ្វីដែលអ្នកចង់បានដោយលុយនោះទេខ្ញុំថាអ្នកណាបានបញ្ជូនអ្នកមកទីនេះអ្វីហូយកព្រមផ្ដល់ឲ្យខ្ញុំពិតជាសំណាងមែនចាក់សោរ៉េសម្រាប់ខ្ញុំបានសុំធ្វើអត្តឃាតនៅខាងក្រៅវាជាការធ្វើអត្តឃាតតើអ្នកខុសខ្ញុំទេសុំលោកនៅទីណាតើអ្នកនឹកអ្វីនិយាយដោយទន់ភ្លន់មិនមែនបងធំទេប្រយ័ត្នមុខអត់ទីបំផុតខ្ញុំបានលីឡំខ្ញុំមិនអាចធ្វើបាន100ដងទេបាទគាត់មិនអាចទីសាឯកជនបានទេនៅទីនេះក្នុងក្លឹបព្រះគូស្នេហ៍ពិតជាដឹងពីរបៀបលេងប្អូនស្រីរបស់ខ្ញុំបានឆ្លងកាត់ច្រកទ្វារខាងត្បូងអ្នកត្រូវការលុយដើម្បីឈានដល់ក្រពះរបស់អ្នកទៅបាត់វាក្តៅណាស់គាត់មិនចង់វាទៀតទេ
ខ្ញុំមិនដឹងទេបងស្រី20ឆ្នាំបងស្រីគាត់បានទុកប្អូនស្រីរបស់ខ្ញុំចោលគួរឲ្យអាណិតណាស់សង្គ្រោះជីវិតនឹងរបួសជាន់ទី7អ្នកណាហ៊ានជូនពរខ្ញុំទាំងកណ្ដាលយប់ខ្ញុំមានគម្រោងចូលគេងលឿនណាស់ខ្ញុំមិនបានឲ្យលុយអ្នកហើយឬតើអ្នកនៅតែគិតថាវាទុចពេកទេគ្រាន់តែនិយាយពាក្យដែលអ្នកបាននិយាយកាលពីយប់មិញវាមានតម្លៃទឹកថ្នាំ19ឆ្នាំតើអ្នកជានរណាក្នុងគោលបំណងអ្វីម្សិលមិញដំបូងខ្ញុំបានថតរូបចំរួចក៏ចាប់ដាក់ថ្នាំនឹងលបួងតើអ្នកចង់បានអ្វីខ្ញុំលបួងអ្នកច្បាស់ណាស់ខ្ញុំសាន់ឆូតាមពិតខ្ញុំស្រឡាញ់អ្នកយូរហើយខ្ញុំចង់ថតរូបអ្នកកាលពីយប់មុនម្សិលមិញយប់នាពេលអនាគតផងដែរអាចបំពេញចំណងបានហេខ្ញុំនាងស្អាតបន្តិចខ្ញុំខ្លាចខ្ញុំនឹងបន្លាចអ្នកប៉ុន្តែកាលពីយប់មិញខ្យល់របស់អ្នកបានធ្វើឲ្យអ្នកឈរខ្ញុំកាន់តែជក់ចិត្តនឹងអ្នកចៃដនខ្ញុំទើបតែបានផ្ទៀងផ្ទាត់ថាខ្ញុំក៏អាចប្រើជាលិកាបានដែរខ្ញុំមិនចូលចិត្តការងូតទឹកខ្លាំងពេកទេខ្ញុំមិនចូលចិត្តការសម្អាតខ្លាំងពេកទេខ្ញុំមិនបានងូតទឹក